បាទនេះគឺដើមមង្ឃុតបាទសម្រាប់ដំណាំមង្ឃុតនេះគឺជាដំណាំដែលមានអាយុកាលយូរអង្វែងជាងគេបើនិយាយពីការលូតលាស់របស់វាគឺធំយឺតជាងគេប៉ុន្តែបើនិយាយពីអាយុរស់នៅរបស់វាគឺវែងជាងគេបាទហើយបើនិយាយពីភាពងាយស្រួលគឺងាយស្រួលជាងគេបាទងាយស្រួលជាងគេត្រង់ថាដំណាំនេះគឺអត់មានតកៅស៊ីអត់មានសត្វល្អិតបាទអត់មានជំងឺបាទហើយផ្លែដោយធម្មជាតិហើយពេលដែលផ្លែសឹងថាมันបាច់បេះចាំតែរើហូបក៏បានបាទងាយស្រួលមកចប់ប៉ុន្តែគុណវិបត្តិតាមធំមួយគត់គឺវាធំលូតលាស់យឺតបាទហើយប៉ុន្តែក្នុងការដាំនេះយើងគួរតែដាំនៅក្រោមដំណាំអីផ្សេងដោយសារតែវាធំយឺតចឹងហើយយើងអាចដាំវាជាគល់រងចាំវាដេកចាំវាតែមួយគត់ហ្នឹងឯងចឹងគឺយើងតលតែមានដំណាំអីផ្សេងចម្រុះគ្នាច្រើនចឹងមកឧទាហរណ៍ថាមានតង្ហែនមានអីផ្សេងដែលវាមិនសូវបានតម្លៃអញ្ចឹងគឺយើងអាចប្រកបអានឹងចូលតាមក្រោមដើមបាទអានេះមកលុបចិត្តឈឹងរឹតតែល្អបាទមែនតើទៅវាត្រូវលើថ្ងៃក៏វាលូតលាស់ល្អលឿនដែរប៉ុន្តែជាទូទៅនៅក្នុងការដែលគេលក់ពូជហ្នឹងគេច្រើនតែទុកក្នុងម្លប់គេថែទុកក្នុងម្លប់សម្រាប់លក់ពូជអញ្ចឹងនៅពេលដែលយើងទិញយកមកដាំវាត្រូវលើថ្ងៃវាអត់ស៊ាំវាទៅជាងាប់បាទអញ្ចឹងការដាំនេះតាមបទពិសោធន៍របស់ខ្ញុំទាមទារដំបូងគឺត្រូវដាំក្នុងម្លប់សិនជាចាំបាច់ដាំត្រូវលើថ្ងៃគឺងាប់ច្រើនបាទដោយសារតែវាអត់ត្រឡប់អ្នកលក់ក៏ទុកទៅក្នុងម្លប់ទេយកមកដាំត្រូវលើថ្ងៃវាខុសត្រឡប់របស់វាងាប់បាទហើយអានេះគឺខ្ញុំទៅបដាសម្អាតដំណាំអីផ្សេងណាដំបូងឡើយគឺគ្របចិត្តឈឹងបាទអានេះគ្រាន់ស្លាស់ណាបើកន្លែងផ្សេងវិញគឺនៅគៀកនឹងដំណាំឧទាហរណ៍ថាខ្ញុំមានដើមឈើមានដើមអីផ្សេងអញ្ចឹងគឺដាក់នៅនឹងគល់នឹងតែម្ដងបាទតែថាឧទាហរណ៍ដើមនឹងវាមិនសូវបានតម្លៃអញ្ចឹងហើយយើងចង់ដូរប៉ុន្តែភ្លាមយើងអត់បានដូរទេអញ្ចឹងយើងដាក់មង្ឃុតនេះចូលសិនចាំខ្ញុំទៅបង្ហាញដើមមួយទៀតនៅក្រោមម្លប់ចិត្តឈឹងបាទនេះដូចនេះអញ្ចឹងអានេះគឺនៅក្រោមដើមមានបាទនៅក្រោមដើមមានចិត្តឈឹងតែម្ដងគឺអត់មានម្លប់ទេអានេះគឺខ្ញុំទៅតែយើងស្លាស់តិចណាគឺនៅនឹងគល់មានតែម្ដងអានេះក្បាញអានេះសិតតែប្រភេទដំណាំម្លប់នេះអានេះត្រូវពលិថ្ងៃអត់កើតទេបាទអញ្ចឹងមង្ឃុតនេះក៏ដូចគ្នាដែរបើសិនជាមង្ឃុតហ្នឹងគេត្រឡប់ត្រូវពលិថ្ងៃហើយយើងដាំត្រូវពលិថ្ងៃកើតប៉ុន្តែភាគច្រើនគឺមិនភាគច្រើនទាំងអស់តែម្ដងគឺគេថែទុកលោកគេទុកទៅក្នុងម្លប់ឯងអញ្ចឹងយើងយកមកដាំទៅដាំក្នុងម្លប់វិញដែរបាទដំបូងឡើយមាននេះវាកាធារាមេឃធ្លាក់មកច្រើនណាស់ចិត្តឈឹងតែម្ដងឥឡូវខ្ញុំទៅតែចោលនេះបាទបើន័យថាខ្ញុំដាំតាំងពីមុនមករហូតមកដល់លើនេះគឺនៅក្នុងម្លប់សុទ្ធសាធបាទប៉ុន្តែវាលូតលាស់ល្អធម្មតាហើយអាដំណាំនេះម្លប់ក៏កើតត្រូវពលិថ្ងៃក៏កើតប៉ុន្តែឧទាហរណ៍យើងដាំបានប៉ុណ្្នឹងហើយយើងកាត់អានេះចោលវាត្រូវពលិថ្ងៃវាលែងអីហើយដោយសារវាធន់ឬប្រព័ន្ធឬវាដើរវាចាប់រឹងមាំហើយអញ្ចឹងយើងកាត់អាដើមឈើនេះពីលើចោលគឺវានៅតែដុះធម្មតាបាទប៉ុន្តែទាមទារយើងដាំគូផ្សំមួយដំណាំផ្សេងយើងក៏អាចសង្ឃឹមដេកចាំទៅវាដោយសារវាធំលូតលាស់យឺតបំផុតបាទខ្ញុំដាំនៃវិការរបស់ខ្ញុំនេះមាន5ទៅ8ឆ្នាំបាទវាអត់ទៀងដោយកន្លែងដីខ្លះល្អទៅក៏ឆាប់ធំលឿនបានផ្លែទៅហើយកន្លែងខ្លះទៅក៏យឺតទៅបាទអញ្ចឹងការដាំរបស់ខ្ញុំនេះស្រុកទៅអាចពី5ទៅ8ឆ្នាំបាទបានផ្លែប៉ុន្តែបើបានផ្លែហើយអាហ្នឹងអាយុវែងជាងគេរាប់រយឆ្នាំទុកតកូនតចៅបាទអត់ចេះងាប់ទេអាយុវែងអានេះដាំម្ដងនេះទុកវែងដេកស៊ីតកូនតចៅប៉ុន្តែគុណសម្បត្តិរបស់វាគុណសម្បត្តិរបស់វាតែមួយគឺធំយឺតជាងគេធំយឺតណាដាំចោលចឹងទៅថាយើងមើលចិត្តវារាល់ថ្ងៃមើលថ្ងៃណាក៏ដូចថ្ងៃណាក៏ដូចថ្ងៃណាដែរអត់ឃើញទីចំណានរបស់ទៅណាទេបាទយឺតណាខ្ញុំបាញ់ប៉ុណ្ណឹង